ลงดาวต่อตอนนี้ส่งรบอันเจอการโยมเยียดจะพุทธบริษัทตรรูปใจประตังออกตั้งเจตนาเจตลาลงไปถึงสดับโนอานิสงมหาเวสันตระเจตดโดยต่อเติมนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะក្នុងវេលាគ្រាឱកាសនេះដែរអស់លោកអស់អ្នកដែលជាពុទ្ធបរិស័ទដែលបានគោរពនឹងអញ្ជើញមកអំពីទីចិត្តទីឆ្ងាយទាំងអស់បានចំណាយនៅពេលវេលាដើម្បីមកត្រង់ត្រាប់ស្ដាប់នៅមហាវេសន្តរជាតកដែលញោមញាតិជាពុទ្ធបរិស័ទទាំងអស់បានគោរពនឹងអញ្ជើញមកក្នុងវេលាគ្រាឱកាសនេះក្នុងឱកាសនេះដែរខ្ញុំប្រកាសរណាអាត្មាភាពក៏ទទួលនាទីជាអ្នកសម្ដែងនៅព្រះធម៌ទេសនាអំពីអានិសង្សកថាពរនាអំពីព្រះមហាវេស្សន្តរដែលប្រកបដោយការបូជាធម៌និងសក្ការៈដោយគោរពក្នុងរឿងមហាវេស្សន្តរជាតកនេះដូចដែលឧបាសកឧបាសិកាទាយុទាយិកាលោកមានគោលបំណងស្ដាប់ដោយសង្ខេបដើម្បីជាគ្រឿងប្រដាប់សទ្ធាជ្រះថ្លានិងជាសតិបញ្ញាទៅតាមសំគួរដល់កាលនិងវេលាសាធវោអស់លោកអស់អ្នកជាសាធុសប្បុរសផងទាំងឡាយដែលបានគោរពនឹងអញ្ជើញមកពីទីចិត្តទីឆ្ងាយហើយមកប្រជុំគ្នានៅក្នុងទីនេះដោយមានសទ្ធាជ្រះថ្លាមុតមមបំពេញមហាកុសលក្នុងព្រះពុទ្ធសាសនាបានលះបង់នៅពេលវេលាដ៏មានតម្លៃមកអង្គុយត្រង់ត្រាប់ស្ដាប់នៅព្រះធម៌ទេសនាអំពីរឿងរ៉ាវនៃព្រះមហាវេស្សន្តរបវរពោធិសត្វអស់លោកអស់អ្នកជាសាធុសប្បុរសផងទាំងឡាយដែលជាអ្នកស្វែងរកនូវធម៌ដែលជាទីពឹងពំនាក់អាស្រ័យរបស់ខ្លួនមានគោលបំណងយកផលកម្រៃគឺសេចក្តីសុខក្នុងពេលបច្ចុប្បន្ននេះផងក៏ដូចជាអនាគតកាលនោះផងព្រោះបុណ្យទាំងឡាយនាំមកនៅសេចក្តីសុខពិតប្រកបសមដូចពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថាសុខោបញ្ញសៈអុច្ចយោប្រែថាការសន្សំនៅបុណ្យជាហេតុនាំមកនៅសេចក្តីសុខដូច្នេះព្រោះហេតុនេះអាត្មាភាពនឹងសម្ដែងអំពីលក្ខណៈនៃការបូជាអានិសង្សនៃការបូជានេះទៅតាមលំដាប់នៃព្រះបាលីដែលបានលើកឡើងខាងដើមមកហើយថាមានពីរយ៉ាងការបូជាចែកចេញជាពីរយ៉ាងនោះគឺទី1អាមិសបូជាទី2គឺបដិបត្តិបូជាអាមិសបូជាបានដល់ការបូជាដោយវត្ថុផ្សេងមានការឈើទៀនធូបនិងបច្ច័យទាំង4ដែលជាគ្រឿងសម្រាប់ប្រើប្រាស់សពថ្ងៃឯងទី2បដិបត្តិបូជាបានដល់ការប្រព្រឹត្តតាមពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដូចជាការរក្សាសិលព្យាយាមអប់រំទូលមានកាយវិការចិត្តឲ្យមានរបៀបរបបខិតខំអប់រំចិត្តគំនិតចម្រើនមេត្តាភាវនាតម្កល់ចិត្តយ៉ាងមុតមមដូចជាក្នុងការស្ដាប់ព្រះធម៌ទេសនាដើម្បីឲ្យកើតនៅប្រយោជន៍ដល់ខ្លួនទៅតាមសំគួរដូចបានសម្ដែងមកហើយរីការបូជាដែលមានផលប្រយោជន៍នោះព្រះសម្មាសម្ពុទ្ធលោកទ្រង់ត្រាស់សម្ដែងថាអ្នកណាធ្វើការបូជាដល់ពោជានិពលជានិយបុគ្គលឬបូជាដល់ពោជនីយវត្ថុណាមួយបណ្ដាការបូជាទាំងពីរយ៉ាងនេះអ្នកនោះនឹងបានផល្លាអានិសង្សមហាសាល
សូមបីតែដីទានតិចតួចក៏អាចផ្ដល់នៅប្រយោជន៍ដ៏វិសេសវិសាលជាហេតុនាំមកនៅសេចក្តីសុខចម្រើនដល់ខ្លួនដូចមានបាទព្រះគាថាក្នុងមង្គលសោតថាពោជាចពោជនិយាណੰអេតាមមង្គរមតមੰប្រែថាការបូជាចំពោះពោជនីយបុគ្គលឬការបូជាដល់ពោជនីយវត្ថុទាំងឡាយជាមង្គលដ៏ឧត្តមសាធវោអស់លោកអស់អ្នកសាធុសពបរោះអស់ទាំងឡាយបានចាត់ឲ្យមានការសម្ដែងព្រះធម៌ទេសនារឿងមហាវេស្សន្តរបវរពោធិសត្វដែលបានអស់លោកបានរៀបចំលើកជាទង់នឹងទាំងគំនូរឡើងបញ្ឈរត្រៀបត្រាព្រមទាំងមានគ្រឿងសក្ការៈបូជាមានប្រដាប់តាក់តែងផ្កាឈើនិងគ្រឿងក្រអូបផ្សេងបានចាត់ឲ្យមានការសម្ដែងព្រះធម៌ទេសនាក្នុងអានិសង្ឃកថាពរនីរៀបរាប់អានិសង្ឃជាដើមនេះឈ្មោះថាបានធ្វើការបូជាពីរយ៉ាងដោយដែលអាត្មាភាពបានរៀបរាប់សម្ដែងមកខ្លីៗខាងលើនោះបុរាណាចារ្យលោកបានសម្ដែងអំពីអានិសង្ឃនៃការបូជាក្នុងរឿងមហាវេស្សន្តរជាដកតាមលំដាប់លំដោយដូចតទៅនេះបើអស់លោកអស់អ្នកបុគ្គលឯណាបានបូជាកាន់ទោសពរគឺកាន់ទី1នោះបុគ្គលនោះនឹងទទួលបានទ្រព្យសម្បត្តិដូចសេចក្តីបំណងប្រាថ្នាបើជាស្រីនឹងទទួលបានស្វាមីជាទីពេញចិត្តតាមគោលបំណងបើជាបុរសវិញនឹងបានភរិយាតាមចំណង់ប្រាថ្នាដោយកាលបានបុត្រានិងបុត្រីទាំងនោះជាអ្នកដែលព្រានប្រដៅបានដោយងាយស្រួលបំផុតមានរូបរាងល្អសមរម្យមានកិរិយាមយាទត្រឹមត្រូវគ្រប់ប្រការទាំងនេះហើយដោយផលឡាអានិសង្ឃដែលបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេស្សន្តរជាដកនៅកាន់ទសពរជាបឋមនេះឯងបើបុគ្គលដែលបានបូជានៅកាន់ហេមពៀនពោលគឺកាន់ទី2នោះអ្នកនោះនឹងទទួលបាននៅវត្ថុតាមសេចក្តីប្រាថ្នាគ្រប់ប្រការកាលម្ល៉េះលោកនេះទៅហើយនឹងបានទៅកើតនៅក្នុងឋានសួគ៌ទេវលោកបានសោយសម្បត្តិទិព្វដ៏មហាសាលមានបរិវារចាំបំរើគល់ជានិច្ចលុះសយុទ្ធអំពីទេវលោកហើយនឹងទទួលបានកើតជាមនុស្សលោកក្នុងត្រកូលខត្តយៈមហាសាលឬក៏នៅក្នុងត្រកូលព្រាហ្មណ៍មហាសាលដែលបរិបូរទៅដោយទ្រព្យសម្បត្តិនិងបរិវារជាច្រើនឥតគណនាដូចជាគោក្របីដំរីសេះរត់ពីហណៈប្រមាណមិនបានប្រកបដោយសេចក្តីសុខកាយសប្បាយចិត្តគ្រប់ឥរិយាបថព្រោះផលនៃការបូជានិងការបានស្ដាប់នៅព្រះធម៌វិសេសទេសនាព្រះមហាវេស្សន្តរជាដកកាន់ហេមពៀននោះឯងបើបុគ្គលឯណានីមួយដែលបានបូជាទានកាន់ទី3អ្នកនោះនឹងបានបរិបូរដោយកែវពិទូសូរកានមាសប្រាក់មានទាំងអ្នកបំរើប្រុសស្រីសត្វទ្វេបាតចតុបាទកាលបើរំលាយខណ្ឌអំពីលោកនេះនឹងទៅកើតនៅក្នុងឋានសួគ៌ទេវលោកទាំង6ជាន់មានទេពធីតាបំរើច្រើនជាអនេកសោយសម្បត្តិទិព្វក្នុងប្រាសាទកែវ7ប្រការទាំងនេះផលព្រោះផលអានិសង្ឃនៃអ្នកបានស្ដាប់បានបូជាព្រះធម៌ទេសនាព្រះមហាវេស្សន្តរជាដកកាន់ទានកាន់នេះឯងបើបុគ្គលឯណាមួយដែលបានបូជាកាន់វណ្ណបវេគឺកាន់ទី4អ្នកនោះនឹងទទួលបាននៅសេចក្តីសុខក្នុងពេលបច្ចុប្បន្ននិងបរលោកនឹងបានជាខត្តយតកូលក្នុងចម្ពូទ្វីបជាអ្នកមានប្រាជ្ញាវៀងវៃ
អាចធ្វើឲ្យសត្រូវបាក់បោផ្លប់ខ្លាចមានអំណាចបារមីលើទ្វីបរបស់ខ្លួនជារៀងរហូតអ្នកឯណាមួយដែលបានបូជាកាន់ជូរជក់គឺកាន់ទី5អ្នកនោះនឹងបានកើតនៅក្នុងត្រកូលក្សត្រប្រកបដោយរូបសម្បត្តិល្អឆើតឆាយលើសជន់ផងទាំងឡាយនឹងពោលនិយាយស្ដីជាមួយអ្នកដតីឯណាគួរឲ្យពិរោះចង់ស្ដាប់សូម្បីតែមានភរិយាស្វាមីក៏សុទ្ធសឹងតែជាអ្នកមានរូបកាយល្អគួរជាទីពេចពិលរមិលមើលនិងជាអ្នកព្រៀនប្រដៅដោយងាយទាំងនោះព្រោះផលអានិសង្សដែលបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេសន្តរជាដកកាន់ជូរជក់នោះហោងបុគ្គលឬក៏ជនឯណាដែលបានបូជានៅកាន់ជលពន្ធគឺកាន់ទី6អ្នកនោះនឹងបានទៅកើតនៅឯភពឯណានីមួយក៏ដោយក៏បានជាអ្នកដែលបរិបូរដោយបរិវារសម្បត្តិមានឧស្សាហ៍លេងកំសាន្តជាទីសប្បាយប្រកបដោយបុព្វជាតិមានក្លិនក្រអូបឈ្ងុយឆ្ងប់សពទិសទីព្រមទាំងមានស្រះបោខរណីជាទីសប្បាយដោះដាលពាសពេញដោយអពលជាតិកាលបបែកកាយរំលាយខណ្ឌនេះហើយក៏បានសោយសម្បត្តិទឹកនៅក្នុងឋានទេវលោកប៉ុន្តែប៉ុណ្ណោះទេជនអាណាដែលបានបូជានៅកាន់មហាពុទ្ធគឺកាន់ទី7នោះអ្នកនោះនឹងបានសោយសម្បត្តិទឹកក្នុងឋានតាវតឹងទេវលោកលោកសយុទ្ធអំពីទេវលោកមកចាប់កំណើតឬក៏បដិសន្ធិនឹងកើតជាព្រះមហាក្សត្រឬមានទ្រព្យសម្បត្តិបរិវារច្រើនមានឧស្សាហ៍និងស្រះបោខរណីសម្រាប់កំសាន្តជាទីសប្បាយមានអំណាចខ្លាំងក្លាល្បីល្បាញតកទាក្នុងចម្ពោះទ្វីបព្រមទាំងទទួលបាននៅអាហារព្រមទាំងបានសោយនៅសម្បត្តិទឹកបើអ្នកឯណាដែលបានបូជានៅកាន់កុមារបាបគឺកាន់ទី8អ្នកនោះនឹងបានសម្រេចវត្ថុតាមគោលបំណងប្រាថ្នាបើលះលោកនេះទៅហើយនឹងបានទៅកើតនៅក្នុងឋានសួគ៌ទេវលោកសម័យណាដែលព្រះអរិយមេត្រីឧបដិកឡើងនឹងកើតបានជួបនឹងសាសនារបស់ព្រះអង្គបានយូនកំណើតកើតនៅក្នុងត្រកូលក្សត្រលោកបានស្ដាប់ព្រះសទ្ធំទេសនារបស់ព្រះអង្គហើយក៏បានសម្រេចព្រះអរហត្តផលព្រមទាំងសម្ពិទា4ដោយអំណាចនៃបុណ្យកុសលដែលបានសន្សំទុកមកបើបុគ្គលឯណាមួយដែលបានបូជាកាន់មត្រីបាត់កាន់ទី9អ្នកនោះនឹងបានកើតក្នុងជាតិណានាជាអ្នកមានទ្រព្យសម្បត្តិច្រើនមានអាយុវែងមានរូបរាងនោះក៏ស្រស់ឆើតឆាយល្អលើសជនផងទាំងឡាយធ្វើដំណើរទៅកាន់ទីឋានណាក៏មានតែសេចក្តីសុខគ្រប់ពេលវេលានៅក្នុងទីនោះបើបុគ្គលឯណានីមួយដែលបានបូជាកាន់សក្បាប់កាន់ទី10នោះអ្នកនោះនឹងទទួលបានសម្បត្តិ3ប្រការគឺសម្បត្តិមនុស្ស1សម្បត្តិទេវតា1សម្បត្តិព្រះនិព្វាន1ក៏បានកើតជាមនុស្សនឹងបានជាព្រះរាជាលុះទីវង្គតទៅនឹងកើតនៅក្នុងទេវលោកសោយសម្បត្តិទឹកមាននាងទេពធីតាជាបរិវារបម្រើនឹងមានបុណ្យបារមីពេញព្រៀបហើយនឹងបានសម្រេចព្រះនិព្វានជាឋានផុតទុក្ខទាំង4កងបើបុគ្គលឯណាបានបូជាកាន់មហារាជបាប់កាន់ទី11អ្នកនោះនឹងបានទទួលលាភយសរហូតដល់ពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈទាំងនោះព្រោះផលអានិសង្សដែលបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេសន្តរជាដកកាន់មហារាជបាប់នេះហើយជាអំណេរតទៅនឹងកើតតនព្រះសិអាមេត្រីដោយសេចក្តីបំណងប្រាថ្នានោះឯងអង
បុគ្គលឯណាមួយដែលបានបូជាកាន់ឆក្សត្រកាន់ទី12អ្នកនោះនឹងទទួលបានចម្រើនដោយពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈគ្រប់ជាតិអ្នកនោះឯងហើយព្រោះផល្លាអានិសង្សដែលបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេសន្តរជាតិដកនេះបុគ្គលឯណាមួយដែលអស់លោកបានបូជានៅនគរកាន់គឺកាន់ទី13នោះអ្នកនោះនឹងទទួលបានបរិបូរណ៍ដោយព្រះញាតិវង្សានុវង្សបានជួបជុំអ្នកបម្រើស្រីប្រុសកូនប្រុសកូនស្រីស្វាមីភរិយានិងមាតាបិតាជាដើមផងព្រមព្រៀងគ្នាហើយសុខសប្បាយប្រាសចាករោគាព្យាធិទាំងពួងធ្វើកិច្ចការអ្វីនីមួយនោះកិច្ចការនោះនឹងសម្រេចដោយសេចក្តីបំណងគ្រប់ប្រការព្រោះផល្លានិសង្ឃបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេសន្តរជាតិដកកាន់នគរកាន់នេះឯងហើយក៏នឹងបានទាន់ព្រះសិអាមេត្រីព្រោះត្បិតប្រាជ្ញាតាំងចិត្តត្រេះរិះរំពឹងសិញ្ជឹងតាមកន្លងព្រះត្រៃលក្ខញាណទើបបានជាផ្លូវព្រះនិព្វានជាឋានបរមសុខសួគ៌នាយនោះផងផល្លាអានិសង្សដែលបុគ្គលបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាមហាវេសន្តរជាតិដកតាំងអំពីផល្លាអានិសង្សឈានជើងមួយជំហានមកយកផលនោះបែងចែករំលែកជា16ភាគដែលអស់លោកអស់អ្នកក្នុងចំណែកមួយភាគនោះរកអ្វីផ្ទើប្រៀបផ្ទឹមពំបាននឹងរាជសម្បត្តិមហាក្សត្រាធិរាជដែលបានកើតឡើងដោយនៅដែកជះបុណ្យបារមីក្នុងមួយថ្ងៃនោះដំរី100សេះនោះក៏100រទេះទឹមនោះក៏100ស្រីកញ្ញាដ៏ប្រសើរប្រដាប់នៅគ្រឿងធ្នឹមអំពរដ៏ល្អស្រេចស្រេះនោះ1សែនមួយថ្ងៃក៏មិនស្មើនឹងផល្លាអានិសង្សដែលបុគ្គលដែលមានចិត្តនៅសទ្ធាជ្រះថ្លាមកស្ដាប់សព្វប្រធមវិសេសទេសនានៃមហាវេសន្តរជាតិដកនេះតែមួយជំហាននោះឡើយបពិតអស់លោកអស់អ្នកបុគ្គលប្រុសស្រីទាំងឡាយអាណានីមួយមានចិត្តគំនិតត្រេកអរជ្រះថ្លាសទ្ធាឧស្សាហ៍មកស្ដាប់ព្រះធម៌វិសេសទេសនាព្រះមហាវេសន្តរជាតិដកនេះឯងដូចជាអាត្មាភាពបានចាត់ចែងសម្ដែងមកហើយក៏បុគ្គលនោះខ្សែជីវិតពុំបានទៅកើតនៅក្នុងអបាយភូមិទាំង4ប្រការនោះឡើយបើខ្សែអំពីជីវិតអំពីមនុស្សលោកនឹងទៅកើតនៅក្នុងឯដល់ទេវលោកសោយសម្បត្តិទឹកជារៀងរហូតទៅដល់រាបឡើងទៅសពជាតិនឹងបានដិតនៅក្នុងសោតាបតិផលពុំបានវិលចុះក្រោមវិញឡើយដល់រាបរហូតទៅដល់ព្រះនិព្វានដែលជាទីឋានបរមសុខប្រកបនោះឯងលោកព្រះអង្គទ្រង់ត្រាស់សម្ដែងពធទេសនាចប់កាលណាហើយពុទ្ធបរិស័ទទាំងឡាយសុទ្ធសឹងតែជាអ្នកលុះនៅក្នុងអរិយមគ្គអរិយផលបានជាអរិយបុគ្គលដ៏ប្រសើរបពិតអស់លោកអស់អ្នកជាសប្បុរសទាំងឡាយដែលបានមកត្រង់ត្រាប់ស្ដាប់នៅមហាវេសន្តរជាតិដកចាប់តាំងអំពីកាន់ទី1រហូតដល់កាន់អានិសង្សនេះសុទ្ធសឹងតែជាអ្នកលះបង់នៅពេលវេលាព្រមទាំងធនធានទ្រព្យសម្បត្តិទាំងអបាលមាននោះសូមអស់លោកអស់អ្នកដែលបានស្ដាប់ចប់ចុងចប់ក្ដើមក្តីតាមកាន់នីមួយក្តីក៏សូមឲ្យត្រេកអរនៅផល្លាអានិសង្សដែលកើតអំពីសទ្ធាជ្រះថ្លារបស់អស់លោកអស់អ្នកជាពុទ្ធបរិស័ទទាំងឡាយអាត្មាភាពដែលបានលើកយកនៅផល្លាអានិសង្សនៃមហាវេសន្តរជាតិដកទាំង13កាន់នេះមិញ
ការសម្ដែងនេះក៏សន្មត់ថាបញ្ចប់តែប៉ុណ្ណឹងឯងអេវ៉ាំងអំបាលនោះផង